រកឃើញហើយម្ចាស់ជើងឯកប្រចាំស្រុកប្រាសាទសំបូរក្នុងការប្រកួតដកស្រង់បច្ចេកទេសនាថ្ងៃនេះនោះគឺទូកងដែលមានឈ្មោះថាពោក្បាល3បារមីសេសរបស់បងប្អូនយើងនៅខាងភូមិអន្លង់ស្លែងឃុំឈុកស្រុកប្រាសាទសំបូរនៃខេត្តកំពង់ធំក្នុងការប្រកួតវគ្គដាច់ព្រាត់ជាមួយនឹងទូកងដែលមានឈ្មោះថាមហាព្រះពាយរបស់បងប្អូនយើងនៅខាងស្រុកកំពង់ស្វាយអញ្ចឹងបងប្អូនយល់បែបណាដែរចំពោះទម្រង់នៃការអុំទូកក្នុងការដកស្រង់បច្ចេកទេសក្នុងថ្ងៃនេះគឺមានអារម្មណ៍ថាអូសប្បាយភ្នែកមើលមែនទែនខ្ញុំបងប្អូនគឺមើលតាម live ទេប៉ុន្តែមានអារម្មណ៍ថាពុះ control ខ្លាំងមែនទែនចុះទម្រាំនឹងបងប្អូនតែបានតែមើលផ្ទាល់ទេមិនដឹងថាល្អមើលប៉ុណ្ណាអញ្ចឹងការប្រកួតថ្ងៃនេះដូចថាតាំងពីព្រឹកចាប់តាំងពីម៉ោង9ម៉ោង10ថ្ងៃត្រង់រហូតដល់ម៉ោង4ម៉ោង5នេះគឺចប់ជាថាពណ៌ហើយនឹងបានរកឃើញម្ចាស់ជើងឯកអញ្ចឹងមានតែអរគុណបងប្អូនយើងដែលបានចូលរួមទៅក្នុងការប្រកួតក្នុងថ្ងៃនេះជាពិសេសគឺបងប្អូនចំណោះទូកដែលបានទៅគេហដ្ឋានវិញសូមទទួលបានសុខសុវត្ថិភាពល្អទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាបាទសរុបមកវិញទូកងពោក្បាល3បារមីសេសនេះគឺជាស្នាដៃមួយរបស់មេជាងកងឡាចដែលជាជាងទូកចន្ទុលប្រចាំស្រុកប្រាសាទសំបូរយើងផ្ទាល់តែម្ដងអូលយមែនតើអរគុណ